នៅទីបំផុតតុលាការបានសម្រេចបាទច្បាស់ឲ្យបងប្អូនគ្នាគឺលោក K01 បាទត្រូវបានឲ្យនៅក្រៅឃុំសិនក៏ប៉ុន្តែក៏មិនរួចខ្លួនពាក់ព័ន្ធទៅនឹងរឿងរ៉ាវមួយនេះផងដែរបាទបងប្អូនគ្នានេះគឺជាព័ត៌មានមួយដ៏គួរឲ្យចាប់អារម្មណ៍មែនទែនពាក់ព័ន្ធទៅនឹងលោក K01 ដែលត្រូវបានតុលាការសម្រេចបញ្ជូនទៅកាន់តុលាការនៅក្នុងការដោះស្រាយវិវាទពាក់ព័ន្ធទៅនឹងការប្រើប្រាស់អំពើហិង្សាទៅលើបាទក្មេងឬក៏យុវជនអីអញ្ចឹងទៅបាទក៏ប៉ុន្តែក្រោយពីមានការប្រតិកម្មខ្លាំងពីសំណាក់បងប្អូនមហាជនរបស់យើងណាយើងឃើញថាតុលាការក៏សម្រេចចិត្តម្ដងទៀតឥឡូវនេះខាងតុលាការបានសម្រេចដោះលែងលោក K01 បាទហៅយឿនសូឡាបាទហៅទៅ K01 នៅក្រៅឃុំអីក៏ប៉ុន្តែនៅក្នុងការបាទស្ថិតនៅក្នុងការគេហៅថាតាមមើលពីតុលាការផងដែរបើសិនជា K01 នៅតែប្រព្រឹត្តទង្វើបែបនេះបាទអញ្ចឹងគេនឹងយកអាសំណុំរឿងចាស់មកចាត់ការតែម្ដងអញ្ចឹងក៏មិនខាតពេលវេលាយូរតោះមកតាមដានព័ត៌មានពុស្ដាដូចតទៅនៅថ្ងៃទី3ខែកក្កដាឆ្នាំ2026នេះយោងទៅតាមដែលការបង្គាប់ឲ្យដោះលែងលោកឡៅក្រឹមបាទចៅក្រមស៊ើបសួរនៃសាលាដំបងរាជធានីភ្នំពេញបានដឹងថាលោកយឿនសូឡាហៅ K01 ត្រូវបានសម្រេចដោះលែងឲ្យនៅក្រៅឃុំវិញបន្ទាប់ពីតំណាងអัยការបាទធ្វើការចោទប្រកាន់ពីបទហិង្សាដោយចេតនាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2026គួររំលឹកដែរថាសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញបានសម្រេចចិត្តបាទគឺឃាត់ខ្លួនទៅកាន់លោក K01 បញ្ជូនខ្លួនទៅកាន់សាលាដំបងរាជធានីភ្នំពេញនៅថ្ងៃទី30ខែមិថុនាឆ្នាំ2026បាទដែលពាក់ព័ន្ធទៅនឹងករណីនៃការប្រើប្រាស់អំពើហិង្សាទៅលើយុវជនម្នាក់ក្រោយបញ្ចប់ការសួរនាំតំណាងអัยការក៏សម្រេចចោទប្រកាន់លោកអឿនសូឡាហៅ K01 ពីបទហិង្សាដោយចេតនានិងបញ្ជូនខ្លួនទៅឃុំខ្លួនជាបណ្ដោះអាសន្នខណៈរហូតមកទល់នឹងថ្ងៃទី3ខែកក្កដាឆ្នាំ2026នេះចៅក្រមក៏សម្រេចបាទសម្រេចស៊ើបសួរចេញទៅការសម្រេចនៅក្នុងការដោះលែងលោក K01 វិញជាព័ត៌មានមួយល្អមែនទែនបងប្អូនគ្នាបាទព័ត៌មានដែលបើយើងនិយាយទៅកូនចៅគាត់នៅក្នុងការគ្រប់គ្រងរបស់គាត់បាទលើថារាប់ពាន់នាក់ណោះសាកសម័យមើលបើសិនជាលោក K01 មានបញ្ហាទៅថាតើពួកគាត់នឹងទៅជាណាបាទអានឹងគេហៅថាជួបហានិភ័យខ្លាំងមែនទែនហានិភ័យនោះគឺពាក់ព័ន្ធទៅនឹងកូនចៅរបស់គាត់ជាពិសេសឪពុកម្ដាយមួយចំនួនដែលបានយកកូននេះទៅឲ្យលោក K01 នៅក្នុងការមើលថែណាអ្នកខ្លះបង1000អ្នកខ្លះក៏មិនបានបងអ្នកខ្លះត្រូវបងប្រចាំខែទៀតបាទតើយុវជនបាទជាង1000អ្នកនោះនឹងទៅជាយ៉ាងណាអញ្ចឹងបងប្អូនអ្នកគ្នាមានជាមតិឬក៏យោបល់យ៉ាងណាកុំភ្លេចខមមិននៅខាងក្រោមវីដេអូនេះម្នាក់មួយបាទក៏ប៉ុន្តែយើងអត់តន់បញ្ចប់ព័ត៌មានត្រឹមហ្នឹងទេយើងទៅតាមដានព័ត៌មានថ្មីមួយទៀតពាក់ព័ន្ធទៅនឹងសម្ដេចបវរធិបតីហ៊ុនម៉ាណែតបាទលើកឡើងថារយៈពេល3ទសវត្សរ៍របស់អង្គការដើម្បីភាពញញឹមនៃកុមារកម្ពុជាបានផ្លាស់ប្ដូរវាសនារបស់កុមារនិងយុវជនកម្ពុជារាប់ម៉ឺននាក់ឲ្យចាក់ចេញពីទុក្ខវេទនាយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានដឹងថាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងថាពិធីអបអរសាទរខួបបាទ30ឆ្នាំនៃអង្គការដើម្បីភាពញញឹមនៃកុមារកម្ពុជាដែលហៅកាត់ថា PF បាទ PFS នាពេលនេះមិនត្រឹមតែជាការរំលឹកទៅដល់ដំណើរដ៏វែងឆ្ងាយរយៈពេល3ទសវត្សរ៍របស់អង្គការខាងលើនោះទេប៉ុន្តែវាគឺជាសកម្មភាពនៃការផ្លាស់ប្ដូរនៅវាសនារបស់កុមារនិងយុវជនកម្ពុជារាប់ម៉ឺននាក់ឲ្យចាក់ចេញពីទុក្ខវេទនាឆ្ពោះទៅកាន់អនាគតដ៏រឹងមាំនិងមានអាជីពបាទការងារយ៉ាងពិតប្រាកដការថ្លែងបញ្ជាក់យ៉ាងដូចនេះរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីរបស់កម្ពុជាធ្វើឡើងនៅក្នុងពិធីបាទអបអរសាទរខួបទី30ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារកម្ពុជានិងពិធីប្រគល់សញ្ញាបត្រជូនបាទសិស្សនិស្សិតរបស់វិទ្យាស្ថានបាទ PFE សម្រាប់ឆ្នាំសិក្សា2021និង2024នៅព្រឹកថ្ងៃទី2ខែកក្កដាឆ្នាំ2026បាទនៅភ្នំពេញបងប្អូនទាំងគ្នាពាក្យថាអង្គការមួយម៉ាត់បងប្អូនប្រហែលជាដឹងថាអង្គការមិនមែនបាទនិយាយរួមទៅបើយើងជាអ្នកក្រីក្របាទគឺយើងមានតែទៅរកអង្គការជួយនឹងឯងអង្គការបាទមិនថាតែរៀនភាសាអង់គ្លេសទំនុកបំរុងសម្ភារៈការសិក្សារៀនសូត្ររត់យកលុយបាទជាពិសេសអ្នកក្រីក្រពិតប្រាកដបាទគឺនិយាយមកបែបទីថាជួយទំនុកបំរុងខ្លាំងមែនទែនអញ្ចឹងមកទល់នឹងពេលនេះបើទោះបីជាបាទបងប្អូនខ្លះគាត់មានលទ្ធភាពអត់ស្គាល់ថាពាក្យអង្គការមិនមែនអង្គការដូចជំនាន់ពលពតទេណាបាទយល់ច្រឡំហើយពលពតផ្សេងអានេះអត់ទេគឺអង្គការសម្រាប់ក្មេងៗយុវជនដែលគាត់មិនដឹងថាទៅសិក្សានៅណាបាទបងសាលាឯកជនអស់លុយអស់កាក់អីអញ្ចឹងណាអញ្ចឹងគាត់មានតែអង្គការហ្នឹងហើយបាទអង្គការបរិញ្ញាបត្របណ្ដោះបណ្ដាលអញ្ចឹងទៅ
គាត់ចេះគាត់អីគាត់ខិតខំប្រឹងប្រែងបន្តទៀតទៅជីវិតរបស់គាត់វាភ្លឺស្វាងតាមនឹងឯងអញ្ចឹងវាមិនខុសពីបាទករណីលោក K01 ទេយើងឃើញថាករណីលោក K01 នេះគឺបាទលោក K01 ជួយឲ្យយុវជនដែលដើរប៉ោឡែបាទតែផ្ដេសអត់ស្ដាប់ឪពុកម្ដាយអ្នកខ្លះបែកទៅជក់ថ្នាំជក់អីជក់កញ្ឆែណាណីលោក K01 យកមកកែច្រើនមែនតើបងប្អូននេះអ្នកខ្លះបាទពីក្មេងប៉ោឡែរហូតឥឡូវនេះចេះឯណាលក់ឡានលក់អីលក់ផ្ទះលក់ដីយោច្រើនណាស់បាទចេះរកស៊ីរបស់គេឥឡូវមានអីបាទតែពីព័ត៌មាននៅខាងដើមអញ្ចឹងគឺថ្នាក់តុលាការបានសម្រេចនៅក្នុងការដោះលែងហើយបាទមិនមែនដោះលែងសេរីភាពតែហ្មងទេក៏ប៉ុន្តែស្ថិតនៅក្នុងការគ្រប់គ្រងរបស់តុលាការបាទបើសិនជាលោក K01 នៅតែប្រព្រឹត្តទង្វើបែបហ្នឹងទៀតនោះលោក K01 គេនឹងយកអាសំណុំរឿងចាស់ហ្នឹងមកសើរើឡើងវិញបាទចុះបងប្អូនអ្នកគ្នាយល់យ៉ាងណាដែរ